ទឹកចំនួនភ្លាមវាប្រហារកាន់តែធ្ងន់ធ្ងរនៅតំបន់ទេសចរកោះឡាក់ខេត្តផាងណាបង្ខំឲ្យភ្ញៀវទេសចរនិងប្រជាជនរាប់រយនាក់រត់គេចខ្លួនជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ជួបគ្នាសារជាថ្មីម្ដងទៀតហើយក៏ដូចអ្វីដែលខ្ញុំបានសន្យាអញ្ចឹងខ្ញុំនឹងទៅស្វែងរកព្រឹត្តិការណ៍ព័ត៌មានថ្មីដែលកំពុងតែកើតមាននៅឯប្រទេសថៃមកចែករំលែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបដូចថ្ងៃនេះផងដែរខ្ញុំមានព្រឹត្តិការណ៍ព័ត៌មានថ្មីមួយទាក់ទងជាមួយនឹងគ្រោះមហន្តរាយទឹកជំនន់ស្ថិតនៅក្នុងខេត្តផាងណាប្រទេសថៃចឹងខ្ញុំនឹងទៅលម្អិតព័ត៌មាននឹងជូនពុកម៉ែបងប្អូនឲ្យបានជ្រាបទឹកជំនន់ភ្លាមបានវាយប្រហារកាន់តែធ្ងន់ធ្ងរនៅតំបន់ទេសចរកោះឡាក់ខេត្តផាងណាបង្ខំឲ្យភ្ញៀវទេសចរនិងប្រជាជនរាប់រយនាក់រត់គេចចេញពីទីនោះនៅថ្ងៃទី23ខែតុលាឆ្នាំ2025ទឹកជំនន់ភ្លាមបានកើតឡើងយ៉ាងខ្លាំងបានវាយប្រហារតំបន់ទេសចរដ៏ពេញនិយមកោះឡាក់ស្ថិតនៅក្នុងខេត្តផាងណាប្រទេសថៃដែលជាតំបន់សម្រាប់លំហែសម្រាប់ភ្ញៀវទេសចរអន្តរជាតិជាពិសេសជនជាតិអឺរ៉ុបនិងអាស៊ីផងដែរព្រឹត្តិការណ៍នេះបានបង្ខំឲ្យភ្ញៀវទេសចរនិងប្រជាជននៅក្នុងស្រុករាប់រយនាក់ត្រូវបានរត់គេចខ្លួនទៅទីទួលសុវត្ថិភាពខណៈដែលផ្លូវឈូងខ្សាច់និងសណ្ឋាគារជាច្រើនត្រូវបានលិចនៅក្នុងទឹកតាមការបញ្ជាក់ពីអាជ្ញាធរខេត្តផាងណានិងក្រសួងធនធានទឹកនិងអាកាសធាតុប្រទេសថៃបានបញ្ជាក់ថាទឹកជំនន់នេះបានកើតឡើងដោយសារតែទឹកភ្លៀងខ្លាំងជាប់គ្នាចាប់ពីថ្ងៃទី21ខែតុលាដែលជាផលវិបាកនៃព្យុះត្រូពិច Fansen ដែលកំពុងតែផ្ដួចផ្ដើមឡើងនៅតំបន់ភូមិភាគឦសាននិងភាគខាងត្បូងនៅឯប្រទេសថៃកម្រិតទឹកកើនឡើងយ៉ាងឆាប់រហ័សដល់ទៅ50សង់ទីម៉ែត្រនៅតាមផ្លូវធំដូចជាផ្លូវទេពកសិមដែលតភ្ជាប់រវាងផ្លូវទៅកាន់តាក់អ៊ូអាបាទៅភូកេតតំបន់ដូចជាខៅអ៊ុងនិងខៅក្មួយផងដែរដែលត្រូវបានប៉ះពាល់ខ្លាំងបំផុតដោយសារតែទឹកជំនន់លើសពី100មីលីម៉ែត្រក្នុងរយៈពេល12ម៉ោងអ្នកស្រីសុគន្ធីស្រីអ្នកទេសចរជនជាតិបារាំងវ័យ35ឆ្នាំដែលកំពុងតែស្នាក់នៅសន្តាគារមួយកន្លែងនៅឯកោះឡាក់បានប្រាប់ឲ្យសារព័ត៌មានបានដឹងថាយើងត្រូវតែរត់រកទីទួលសុវត្ថិភាពព្រោះទឹកបានចូលដល់ទីតាំងបន្ទប់ហើយយើងត្រូវរកទីតាំងដែលខ្ពស់ជាងនេះដើម្បីគេចចេញពីបញ្ហាទឹកជំនន់វាគឺជាភាពភ័យខ្លាចដែលជាពិសេសសម្រាប់ទៅលើកុមារស្របពេលដូចគ្នានោះដែរភ្ញៀវទេសចរអាល្លឺម៉ង់បានរាយការណ៍ថាពួកគាត់ត្រូវបានជំនួយដោយរត់ទៅរកទីតាំងមូលដ្ឋានដើម្បីផ្លាស់ប្ដូរទៅកាន់តំបន់ខ្ពស់ក្រសួងសុខាភិបាលថៃបានរាយការណ៍ថាមិនទាន់មានរបាយការណ៍ពីបញ្ហាមនុស្សស្លាប់ឬរបួសធ្ងន់ធ្ងរទេប៉ុន្តែមានការព្រមានអំពីការគ្រោះថ្នាក់ផ្សេងទៀតដូចជាការបាក់ដីនិងទឹកហូរពីភ្នំផងដែរអាជ្ញាធរបានបិទផ្លូវជាច្រើននិងបានដាក់ពង្រាយកងកម្លាំងសង្គ្រោះបន្ទាន់ដើម្បីជួយទៅដល់អ្នកដែលត្រូវចូលក្នុងទឹកជំនន់ហ្នឹងនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្តផាងណាបានអំពាវនាវឲ្យប្រជាជននៅតាមតំបន់ទំនាបនិងជើងភ្នំត្រៀមបង្ការនិងតាមដានអាកាសធាតុជាបន្តបន្ទាប់កោះឡាក់ដែលស្ថិតនៅតាមឆ្នេរសមុទ្រអង់ដាម៉ាន់ដែលជាតំបន់ទេសចរដ៏សំខាន់មួយដែលទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់នៅក្នុងមួយឆ្នាំជាមួយនឹងឆ្នេរសមុទ្រស្អាតនិងសកម្មភាពទេសចរដូចមើលទៅវាតាក់ទាញនៅក្នុងពេលរាត្រីនិងដើរលេងនៅតាមឆ្នេរសមុទ្រទោះបីជាមានការបញ្ហាទាក់ទងជាមួយនឹងគ្រោះមហន្តរាយរលកព្រៃតាំងពីឆ្នាំ2024ក៏ដោយ
តំបន់នេះនៅតែជាគោលដៅដ៏ពេញនិយមទោះជាយ៉ាងណាការព្រមានអាកាសធាតុនៅតែបន្តរហូតដល់ចុងសប្តាហ៍នេះដោយក្រសួងអាកាសធាតុថៃបានព្រមានថានឹងមានភ្លៀងធ្ងន់ធ្ងរជាងនេះបន្តទៀតនៅភាគខាងត្បូងជាច្រើនរួមទាំងតំបន់ភូកេតក្រាបីនិងត្រាក់ផងដែរអ្នកជំនាញអាកាសធាតុបានបញ្ជាក់ថាសភាពអាកាសធាតុអាចនឹងកើនឡើងជាញឹកញាប់ជាងមុនដោយសារតែការប្រែប្រួលនៃអាកាសធាតុដែលធ្វើឲ្យតំបន់ភាគខាងត្បូងនៅឯប្រទេសថៃងាយនឹងទទួលរងផលប៉ះពាល់ទឹកជំនន់ភ្លាមផងដែរអាជ្ញាធរថៃបានអំពាវនាវទៀតថាភ្ញៀវទេសចរទាំងអស់ត្រួតពិនិត្យព័ត៌មានអាកាសធាតុមុននឹងធ្វើដំណើរទៅទីតាំងផ្សេងនិងគោរពតាមការណែនាំរបស់អាជ្ញាធរថៃផងដែរបាទជាចុងក្រោយព័ត៌មានទាក់ទងជាមួយនឹងបញ្ហាគ្រោះទឹកជំនន់នៅខេត្តផាងណាក៏បានមកដល់ទីបញ្ចប់ហើយក៏សូមអភ័យទោសទៅដល់ការអធិប្បាយដែលមានពាក្យពេចន៍ត្រង់ណាមិនសមរម្យហើយសូមឲ្យបងប្អូនជួយ follow និង subscribe channel របស់ខ្ញុំបាទដើម្បីទទួលបានព័ត៌មាននិងវីដេអូបន្តបន្ទាប់សូមអរគុណ